សហរដ្ឋអាមេរិកបដិសេធពាក្យចចាមអារាមថាខ្លួននឹងលុបចោលឬបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីនៅក្នុងពេលឆាប់ៗនេះប្រមុខការទូតសហរដ្ឋអាមេរិកគឺលោករ៉ូប៊ីអូបញ្ជាក់ថាទណ្ឌកម្មនេះមិនមែនលុបចោលឆាប់ៗនេះទេយ៉ាងហោចណាស់ក៏បន្តរយៈពេល2ឆ្នាំទៅមុខទៀតដែរដូច្នេះមានន័យថាបើទោះបីជារុស្ស៊ីទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែនក៏ដោយក៏អាមេរិកមិនទាន់ច្បាស់ថាត្រូវលុបចោលទណ្ឌកម្មនោះភ្លាមៗដែរម្យ៉ាងទៀតប្រមុខការទូតរូបនេះព្រមានថាសហរដ្ឋអាមេរិកនឹងអាចបង្ខំចិត្តដើរចេញពីការចរចាគ្នាប្រសិនបើភាគីទាំងសងខាងពិបាកនិយាយគ្នាខ្លាំងពេកថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ NBC លោករ៉ូប៊ីអូអះអាងថាដំណើរការនៃការចរចាគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនហាក់ដូចជាមានលក្ខណៈស្មុគស្មាញខ្លាំងណាស់លោកថ្លែងដូច្នេះបន្ទាប់ពីលោកដូណាល់ត្រាំនិយាយឲ្យថ្មីៗនេះថាលោកពូទីនប្រហែលជាមិនទាន់ត្រៀមខ្លួនដើម្បីទទួលយកកិច្ចព្រមព្រៀងសន្តិភាពនៅឡើយនោះទេគាត់ថ្លែងដូច្នេះបន្ទាប់ពីជួបលោក Zelensky នៅប្រទេសអ៊ីតាលីលោកដូណាល់ត្រាំថែមទាំងចោទជាសំណួរថាតើសហរដ្ឋអាមេរិកគួរដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀតឬក៏យ៉ាងណាក្រោយមកលោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមថានៅពេលដែលរុស្ស៊ីបន្តការវាយប្រហារអ៊ុយក្រែនដូចនេះធ្វើឲ្យគាត់គិតថារុស្ស៊ីប្រហែលជាមិនចង់បញ្ចប់សង្គ្រាមទេមើលទៅលោកដូណាល់ត្រាំបានលើកឡើងចំទៀតថាលោកពូទីនធ្វើឲ្យគាត់ចំណាយពេលវេលាយូរពេកហើយអាមេរិកត្រូវតែប្រើយុទ្ធសាស្ត្រផ្សេងទៀតទៅបានយុទ្ធសាស្ត្រនោះអាចជាការដាក់សម្ពាធផ្នែកធនធានគារឬទណ្ឌកម្មត្រួតលោកដូណាល់ត្រាំថាមនុស្សស្លាប់ច្រើនពេកហើយដោយសារសង្គ្រាមនៅក្នុងបទសម្ភាសន៍ជាមួយនឹង NBC លោករ៉ូប៊ីអូចោទជាសំណួរថាបើដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀតតើមានប្រសិទ្ធភាពដែរទេលោកថ្លែងដូច្នេះតបទៅនឹងសំណួរអ្នកសារព័ត៌មានដែលថាតើហេតុអ្វីបានជាលោកដូណាល់ត្រាំមិនព្រមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ីចាប់តាំងតែពីគាត់ឡើងកាន់អំណាចយោងតាមលោករ៉ូប៊ីអូរដ្ឋាភិបាលអាមេរិកកំពុងតែរងចាំមើលថាតើនយោបាយការទូតរបស់ខ្លួនដែលកំពុងតែធ្វើការសពថ្ងៃនេះអាចនាំយករុស្ស៊ីនិងអ៊ុយក្រែនមកអង្គុយទល់មុខគ្នាបានដែរឬទេលោករ៉ូប៊ីអូថានៅលើលោកនេះគ្មានប្រទេសណាឬស្ថាប័នណាអាចបញ្ចុះបញ្ចូលឲ្យប្រទេសទាំងពីររុស្ស៊ីនិងអ៊ុយក្រែនមកអង្គុយទល់មុខគ្នាបាននោះឡើយហើយគ្មាននរណាក្រៅពីសហរដ្ឋអាមេរិកអាចនិយាយជាមួយនឹងពួកគេបានឡើយគឺមានតែយើងប៉ុណ្ណោះម្យ៉ាងទៀតនៅលើលោកនេះគ្មាននរណាអាចធ្វើឲ្យព្រឹត្តិការណ៍ចរចាគ្នានេះបានកាត់ឡើងឡើយគឺមានតែលោកដូណាល់ត្រាំម្នាក់ប៉ុណ្ណោះលោករ៉ូប៊ីអូសង្កត់ធ្ងន់ថារដ្ឋាភិបាលរបស់គាត់មិនចង់ដើរចេញពីបញ្ហានេះដើម្បីយករួចខ្លួននោះទេព្រោះមានតែផ្លូវនេះមួយគត់ដែលអាចនាំឲ្យទៅរកសន្តិភាពបានប៉ុន្តែរដ្ឋាភិបាលរបស់គាត់ក៏មិនអាចចំណាយពេលវេលាយូរអង្វែងជាបន្តទៀតនៅរ៉ាំរ៉ៃនឹងបញ្ហាដែលគ្មានដំណោះស្រាយជាពិសេសបើសិនមើលក្រឡាថាគ្មានលទ្ធផលអ្វីទេតើនៅបន្តទៀតធ្វើអ្វីទៅហើយលោកក៏បានបន្តទៀតថាមានហេតុផលដែលអាមេរិកមានសុទ្ធិធិនិយមហើយក៏មានហេតុផលដែលអាមេរិកព្រួយបារម្ភផងដែរគាត់សម្ដៅទៅលើលទ្ធភាពនៃការចរចាគ្នាដើម្បីឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដូច្នេះសរុបសេចក្តីមកលោករ៉ូប៊ីអូនៅតែគិតថាអាមេរិកនឹងដកខ្លួនថយឲ្យឆ្ងាយនៅថ្ងៃណាមួយជាក់ជាមិនខានបើសិនជាការចរចាគ្មានការរីកចម្រើនទៅមុខ